ខ្ញុំឈ្មោះថនយ៉ានខ្ញុំមានអាយុ19ឆ្នាំខ្ញុំរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាពវិទ្យាជីវៈបណ្ដុះបណ្ដាលព្រោះថ្ងៃខ្ញុំរៀនជំនាញអគ្គិសនីបងខ្ញុំរៀនជំនាញខាងអគ្គិសនីហ្នឹងរយៈពេល2ខែបងមូលហេតុដែលខ្ញុំជ្រើសរើសយកខាងអគ្គិសនីដោយសារតែខ្ញុំគិតថាគាត់មនុស្សប្រុសអាចរៀនបានមនុស្សស្រីក៏រៀនបានដូចគ្នាមនុស្សប្រុសគាត់ចេះអីមនុស្សស្រីត្រូវចេះដូចគាត់ដែរហើយមួយទៀតការរៀនហ្នឹងដូចជាអត់ចាំបាក់គិតលើមនុស្សប្រុសរៀនបានមនុស្សស្រីរៀនបានទេអាហ្នឹងយើងអាចរៀនបានទាំងមនុស្សប្រុសមនុស្សស្រីហើយមួយទៀតបើសិនជាយើងរៀនខាងអគ្គិសនីវាផ្ដល់ផលប្រយោជន៍ច្រើនបើយើងចេះខ្លួនឯងអាហ្នឹងយើងអាចពេលដែលយើងខូចខាតតែភ្លើងអីនៅតាមផ្ទះខ្លួនឯងយើងអាចចាំបាក់ជួលគេទេយើងអាចជួសខ្លួនឯងបានសម្រាប់ខ្ញុំវាមានភាពពិបាកតិចតួចបងពេលខ្លះយើងឡើងដូចជាយើងអត់សូវប្រុងប្រយ័ត្នវាអាចនឹងឡើងបាក់ខុសចដើអីតិចតួចអញ្ចឹងណាបងហើយពេលដែលយើងកាត់ខ្សែភ្លើងបើទីមួយយើងកាត់អត់ប្រយ័ត្នទេវាអាចនឹងមុតដៃតិចតួចដែរបងខ្ញុំមានសំណុំពរមួយដល់បងនារីដែលគាត់អត់មានភាពក្លាហានក្នុងការរៀនខាងអគ្គិសនីអញ្ចឹងពេលដែលគាត់ទន់ខ្សោយអញ្ចឹងយើងកុំឲ្យគេមើលងាយរឿងខាងថាមនុស្សស្រីគាត់ត្រូវតែមានសិទ្ធិស្មើគ្នាអញ្ចឹងខ្ញុំសូមឲ្យបងដែលគាត់នារីដែលគាត់ទន់ខ្សោយហ្នឹងចង់ឲ្យគាត់រឹងមាំឡើងថាឧបសគ្គវាតែងតែមានជុំវិញខ្លួនយើងអញ្ចឹងយើងត្រូវតែជៀសវាងឧបសគ្គហ្នឹងហើយមួយទៀតបើសិនជាគាត់ខ្លាចខាងធ្វើខាងអគ្គិសនីហ្នឹងគាត់ថាខ្លាចមានភាពលំបាកប៉ុន្តែយើងត្រូវតែជឿជាក់លើខ្លួនឯងថាវាអត់អីទេអញ្ចឹងខ្ញុំចង់ឲ្យគាត់រឹងមាំឡើងវិញថាមនុស្សប្រុសធ្វើអីយើងធ្វើអីបានយើងធ្វើនឹងបានដូចគ្នា